Treaty of Civil Government នឹងក្រោយមកត្រូវបានសិក្សាស៊ីជម្រៅដោយទស្សនវិទូបារាំងបានគេថាអង់គ្លេសឈ្មោះ John Locke បារាំងមួយទៀតគឺឈ្មោះលោក Montesquieu កើតនៅឆ្នាំ1689ស្លាប់ទៅវិញ1755ដែលបានលើកឡើងក្នុងស្នាដៃរបស់ខ្លួនក្រុមចំណងជើងថាមូលភាពធម៌និយមសាស្ត្រឬគេហៅថា of the spirit of laws ឬមួយពាក្យបារាំងគេហៅថា l'esprit des lois Montesquieu បានសរសេរជាអត្ថថាដើម្បីជៀសវាងការរំលោភអំណាចយើងត្រូវយកអំណាចមួយទប់ទល់នឹងអំណាចមួយទៀតដែលការលើកឡើងនេះស្របនឹងប្រព័ន្ធត្រួតពិនិត្យតុល្យភាពគេថា check and balance ដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1787របស់ខ្លួនដើម្បីកំណត់អំពីការបែងចែកទាំង3គឺអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការនេះគឺប្រភពតើអំណាចជាអ្វីចេញមកពីណាពិតត្រឹមត្រូវការបែងចែកអំណាចប្រភេទអំណាចត្រូវបានគេបែងចែកជាអំណាចបែបវណ្ណៈនិងអំណាចគ្មានវណ្ណៈអាស្រ័យទៅតាមដំណាក់កាលវិវត្តនៃសង្គមមនុស្សហើយអំណាចត្រូវបានគេចាត់ទុកនៅក្នុងសម័យកុម្មុយនីសបុព្វកាលក្នុងសម័យទាសភាពក្នុងសម័យសក្តិភូមិក្នុងសម័យមូលធននិយមនិងក្នុងសម័យសង្គមនិយមនិងអំណាចសេរីនិយមទៅតាមទម្រង់គ្រប់គ្រងរដ្ឋអង្គការអំណាចចែកជារាជានិយមនិងសាធារណរដ្ឋនិយមតាមកម្រិតនៃស្ថាប័នភាវូបនីយកម្មចែកជារដ្ឋាភិបាលសហព័ន្ធទីក្រុងជនបទនៅមូលដ្ឋានដោយនៅស្រុកចិនអញ្ចឹងមានរដ្ឋាភិបាលសហព័ន្ធមានរដ្ឋាភិបាលនៅតាមជនបទនៅមូលដ្ឋានអញ្ចឹងហើយបាននៅស្រុកចិនបាទអ្នកដែលជាពាក់បំណុលច្រើនជាងគេបំផុតនោះគឺថាចិនជាពាក់បំណុលគឺថារដ្ឋាភិបាលនៅមូលដ្ឋានបានគេថាតាមទីរួមខេត្តនឹងជាដើមតាមធម្មតាយើងចេះតែនិយាយថារដ្ឋាភិបាលមានតែមួយទេមិនក៏មានរដ្ឋាភិបាលនៅតាមខេត្តតែមិនពួកប្រទេសកុម្មុយនីសគេអាចចែកចេញជាងបាននៅប្រទេសសហរដ្ឋអាមេរិកចឹងដែរមានតែគេថារដ្ឋាភិបាលសហព័ន្ធបន្ទាប់មានទៀតមានរដ្ឋាភិបាលតាម state នីមួយអានឹងដូចគ្នាអញ្ចឹងតាមសញ្ញានីតិក្រមចែកជាអំណាចស្របច្បាប់និងអំណាចមិនស្របច្បាប់ជាផ្លូវការនិងក្រៅផ្លូវការតាមរយៈវិស័យនៃជីវិតគេចែកជាអំណាចសេដ្ឋកិច្ចអំណាចនយោបាយអំណាចសង្គមអំណាចជំនឿឡាម្យ៉ាងទៀតប្រភេទអំណាចយើងអាចរាប់បានជាអំណាចនយោបាយអំណាចសេដ្ឋកិច្ចអំណាចសង្គមអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិអំណាចតុលាការអំណាចព័ត៌មានអំណាចយោធានិងអំណាចស្រមោលតែអំណាចដែលសំខាន់ជាងគេគឺអំណាចនយោបាយព្រោះអំណាចនេះមានឥទ្ធិពលខ្លាំងក្លាគ្របដណ្ដប់លើអំណាចផ្សេងៗទៀតនិងមានមុខងារសម្រាប់សម្រួលធ្វើអន្តរាគមន៍និងដោះស្រាយបញ្ហាក្នុងជីវិតក្នុងសង្គមនិងក្នុងប្រទេសអំណាចនយោបាយជាស្អីគឺជាភាពប៉ិនប្រសប់និងសមត្ថភាពធ្វើឲ្យសម្រេចតាមគំនិតរបស់ខ្លួនដោយប្រើឥទ្ធិពលជាក់លាក់មួយទៅលើសកម្មភាពការងារទៅលើអរិយាប័ត្រមនុស្សដោយមានជំនួយពីកិត្យានុភាពប្រើច្បាប់និងប្រើឧបករណ៍អំណាចអំពើហិង្សាឡាអំណាចសេដ្ឋកិច្ចជាអំណាចដែលត្រួតពិនិត្យទៅលើប្រភពធនធានសេដ្ឋកិច្ចទៅលើកម្មសិទ្ធិនៃសម្ភារៈមានតម្លៃនានាជាអំណាចចាត់ចែងទៅលើប្រភពធនធានសម្រាប់ការរីកចម្រើនសង្គមនិងជាអ្នកបែងចែកធនធានទាំងនោះសម្រាប់បំពេញតម្រូវការសង្គមអំណាចស្មារតីជាអំណាចដែលគ្របដណ្ដប់លើគ្រប់មនុស្សទាំងអស់ក្រោមជំនួយឧបត្ថម្ភពីសំណាក់ពុទ្ធិវិទ្យាសាស្ត្រនិងព័ត៌មាននានាពុទ្ធិទាំងឡាយនិងព័ត៌មានទាំងឡាយគឺជាប្រភពចម្បងនៃអំណាចដឹកនាំសង្គមការផ្សព្វផ្សាយពុទ្ធិនិងព័ត៌មាននានាគឺជាដំណើរនៃការអប់រំស្មារតីប្រជាជនឲ្យគាំទ្ររដ្ឋាភិបាលទ្រឹស្ដីនៃការបែងចែកអំណាចបញ្ឈរអំណាចវាមានអំណាចបញ្ឈរនិងអំណាចផ្ដេកតើអំណាចបញ្ឈរជាស្អីទ្រឹស្ដីនេះមានន័យថាត្រូវឲ្យមានការទទួលស្គាល់អង្គកណ្ដាលផ្សេងដែលស្ថិតនៅចន្លោះរវាងស្ដេចឬប្រធានាធិបតីនិងប្រជារដ្ឋនិងប្រជារាស្ត្រក្នុងនោះមានវណ្ណៈទាំង3ដែលមាននៅក្នុងរបបចាស់គឺវណ្ណៈអភិជនសហធម្មិកនិងវណ្ណៈផ្សេងទៀតវណ្ណៈទាំងឡាយដែលនៅចន្លោះរវាងស្ដេចប្រធានាធិបតីនិងប្រជារាស្ត្រសម្រាប់ធ្វើជាកម្លាំងទប់អំណាចរបស់ស្ដេចប្រធានាធិបតីប៉ុន្តែទ្រឹស្ដីនៃការបែងចែកអំណាចបញ្ឈរនេះមានន័យពេញលេញបានលុះត្រាតែមានទ្រឹស្ដីនៃការបែងចែកអំណាចផ្ដេកមកបង្គ្រប់បន្ថែមដែរ
ទ្រឹស្ដីនៃការបែងចែកអំណាចផ្ដេកម្ដងមិនឈរឥឡូវផ្ដេកម្ដងជាស្អីអំណាចផ្ដេកដើម្បីមានស្ថិរភាពនៅក្នុងសាធារណរដ្ឋក៏ដូចជានៅក្នុងរាជានិយមចាំបាច់ត្រូវតែមានការបែងចែកអំណាចរដ្ឋព្រោះថាការបែងចែកអំណាចរដ្ឋអាចធ្វើឲ្យសមាជិកនៃសង្គមទទួលបាននូវសេរីភាពសុវត្ថិភាពយុត្តិធម៌ពិសេសគឺស្ថិរភាពសង្គមតែម្ដងលោកមុងតេខ្ជើបានបែងចែកអំណាចដោយខាងក្រោមនេះគឺអំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិនិងនីតិតុលាការដែលខ្ញុំបានជំរាបមករួចមកហើយបាទអំណាចចំនួនទាំង5ដែលអ្នកដឹកនាំត្រូវកសាងឡើងគឺអំណាចគឺថាអំណាចចំណេះដឹងអំណាចនៃការទំនាក់ទំនងអំណាចនៃបទពិសោធន៍និងភាពប៉ិនប្រសប់អំណាចនៃអត្តចរិតនិងចិត្តគំនិតទី5គឺអំណាចនៃការគោរពស្រឡាញ់និងឲ្យតម្លៃទៀតខ្ញុំអត់មានពេលវេលាខ្ញុំមិនយកបកស្រាយពីចំណុចមួយទេគ្រាន់តែរៀបរាប់ឲ្យដឹងថាមានអំណាចអ្វីខ្លះតែប៉ុណ្្នឹងទេបាទនេះគឺថាខ្ញុំចង់ជំរាបជូនថាអ្វីដែលប្រជាប្រដ្ឋគាត់ចង់ងើបបំរាស់សិទ្ធិតែមានច្បាប់ការពារទាំងអស់កុំចាញ់សម្លុតពួកអស់ហ្នឹងបងប្អូនដូចខ្ញុំជំរាបអញ្ចឹងបងប្អូនប្រជាប្រដ្ឋបងប្អូនជាម្ចាស់អំណាចទាំងអស់ពួកអស់នេះបើអត់មានប្រជាប្រដ្ឋបងប្អូនក៏វាអត់ទៅធ្វើនាយករដ្ឋមន្ត្រីកើតដែរនៅពួកអស់នេះបើសិនជាវាអត់មាននគរខ្មែរអត់មានប្រទេសកម្ពុជាប្រទេសខ្មែរអត់មានប្រជាប្រដ្ឋខ្មែរវាទៅធ្វើសាច់មិនកើតបងប្អូនវាធ្វើសាច់កើតឡើងធ្វើសាច់កើតដល់មានប្រជាប្រដ្ឋហើយមានទឹកដីប្រទេសខ្មែរដូច្នេះបងប្អូនជាម្ចាស់នគរមិនវាជាម្ចាស់នគរទេបើប្រទេសខ្មែរមិនមែនរបស់ស្ដេចសីហមុនីឬមួយបាក្រុមតកូលហ៊ុនសែនហ្នឹងទេរបស់ខ្មែរដូចយើងខ្មែរយើងមានសិទ្ធិការពារទឹកដីយើងចូលរួមកសាងប្រទេសទាំងអស់គ្នាដូច្នេះយើងមានច្បាប់គឺមានច្បាប់ការពាររបស់យើងគ្រប់បែបយ៉ាងទាំងអស់ដូចខ្ញុំបានរៀបរាប់មិញអញ្ចឹងដោះស្រាយបញ្ហាខ្មែរខ្ញុំរំលឹកមកវិញច្បាប់គឺ$23 1991ច្បាប់ស្អីនេះសន្និសីទរ៉ឺណៃឆ្នាំ1954ច្បាប់នៅទីក្រុងប៉ារី1973បន្ទាប់មកទៀតច្បាប់ផ្សេងទៀតនៅអង្គការសហប្រជាជាតិបូករួមទាំងអស់មកហើយច្បាប់មិញខ្ញុំនិយាយច្បាប់ព្រំដែន intro 1982អានឹងការទឹកសមុទ្រកោះទាំងអស់មានទាំងអស់អាចការពារបានទាំងអស់បងប្អូនប៉ុន្តែដោយសារយើងអត់ចេះប្រើយើងចេះតែចាញ់បោកគេសន្លប់យើងអត់ហ៊ានហើយជាពិសេសបងប្អូនចាញ់បោកពួកអ្នកដឹកនាំគឺថាពួកប្រធានគណៈបកនឹងសឹងតែទាំងអស់ទៅរត់ចូលមួយគេទាំងអស់ហ្នឹងបងប្អូនចាញ់បោកគេនៅកន្លែងហ្នឹងឃើញទេគេទៅរកបុណ្យស័ក្តិគេទៅរកលុយកាក់គ្រប់គ្នាបងប្អូនជាសមាជិកបានស្អីអត់បានស្អីទេបានមករត់បានមកជួនកាលជាប់គុកទៀតហើយជួយជាប់គុកគេទៅដោះទេគ្មានអាណាទៅដោះទេគ្មានអាណាទៅដោះទេបងប្អូនសូម្បីអាមេរិកកាំងស្អីនេះមួយស្អីសេងធីរីជាប់គុកโจ Biden មកសូមឲ្យដោះអាស័យមានដោះទេវាអត់ដោះទេបើបងប្អូនដូចបងប្អូនអញ្ចឹងបើបងប្អូនមិនដោះស្រាយខ្លួនបងប្អូនទាំងអស់គ្នារួមទាំងអស់គ្នាទាំងអស់គ្នាបដូរអានេះដឹកនាំសប្តាហ៍ថ្ងៃហ្នឹងគឺបងប្អូននៅតែយំសោកតែប៉ុណ្ណឹងវេទនាមួយថ្ងៃទៅមួយថ្ងៃទៀតដូចជាមធ្យោបាយមានមួយដូចយើងបានមាននិយាយអញ្ចឹងទៅទាំងអស់គ្នាពីព្រោះពីដើមបងប្អូនមានថាមានពួកអបោកប្រាស់យើងបានប្រាប់ហើយបងប្អូនចង់ឆែកពីឯកឧត្តមប្រធានចូលមើលទាំងអស់ទៅយើងបានប្រាប់ហើយយើងអត់មានលាក់លៀមទេអត់មានលាក់លៀមអីទាំងអស់ប្រាប់ទាំងអស់ហើយខ្ញុំផ្ដាំម្ដងហើយម្ដងទៀតពួកអាជេយើងជេរទាំងងាប់គោះដល់ម៉ែឪមកជិះដូនជីតាមកទៀតជេរទៅឯកឧត្តមប្រធានលោកមានភាសាបារាំងមានឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆារីកុំលេងសើចជាមួយយើងហើយគ្មានអ្នកឯងគ្មានសមត្ថភាពណាទៅរំដោះប្រទេសខ្មែរបានទេអានេះមិនមែននិយាយមើលងាយគេទេគ្នាមានឧត្តមគតិចង់រំដោះប្រទេសប៉ុន្តែគ្នាអត់មានលទ្ធភាពសមត្ថភាពអត់មានជំនាញតំណងអត់មានឆ្អឹងខ្នងអត់មានស្អីទាំងអស់ឲ្យទៅរំដោះស្រុកអត់ម៉េចបើអាសែនវាមានឆ្អឹងខ្នងរបស់វាអាចិនហើយនឹងអាយួនហើយវាមានលុយរាប់ពាន់លានទាំងអស់នោះសូម្បីអាអុកញ៉ាវាមានលុយរាប់ពាន់លានរាប់រយលានវាកាន់ទ័ពវាកាន់ស្អីគ្រប់បែបយ៉ាងទាំងអស់ហើយអ្នកដែលចង់ទៅរំដោះនឹងបើអត់មានស្អីផងហ្នឹងទៅដោះមិនកើតអានោះក៏យើងនិយាយកុំបោកខ្មែរតទៅទៀតល្មមឈប់បោកគាត់ទៅព្រោះយើងមើលកញ្ចក់ខ្លួនយើងដឹងថាយើងតអត់រួចទេប្រកាសថាយើងធ្វើអត់រួចទេយើងតអត់រួចទេកុំឲ្យបោកគាត់តទៅទៀតពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំមកបើអត់មានសមត្ថភាពទេរកអ្នកណាមួយដែលគេមានសមត្ថភាពរួបរวมគ្នាទាំងអស់គ្នាទៅដូចខ្ញុំនិយាយពីលើមកមិនអញ្ចឹងគ្រប់និន្នាការនយោបាយទាំងអស់រួបរวมគ្នាទៅចាប់ដៃគ្នាទៅហិតបានលឿនខ្មែរក៏បានផុតពីគឺថាទុកវេទនាទុកសោករបស់គាត់ដែរ
ប៉ុន្តែបើទាំងអស់គ្នានៅតែបោកប្រាស់គាត់យើងមិនដឹងថាម៉េចហើយបងប្អូនខ្មែរនៅបើនៅតែជឿគេអញ្ចឹងអាយើងនិយាយប្រាប់ត្រង់បង្ហាញគ្រប់បែបយ៉ាងទៅជាយើងបោកប្រាស់វិញបាទអាដេញបោកនោះដូចខ្ញុំនិយាយមិញនៅអាមេរិកនោះទៅចូលគេសេសវុតទៅចូលគេទៅសុំចូលកោនជាមួយគេសុំចូលគេជាមួយគេហើយ30 ឆ្នាំជេរអាសែនដូចផ្ទះបាទប្រមូលលុយខ្មែរមិនដឹងប្រមាណនេះនៅអាមេរិកគ្រប់បែបយ៉ាងដើម្បីយកទៅសង្គ្រោះជាតិសង្គ្រោះស្អីនេះចុងបញ្ចប់ឃើញទេគេវិចក្បិចទៅបាត់គេទៅរលុយដែលគេខាត់បងប្រមាណនេះបានមកវិញណាប៉ុន្តែប្រជាប្រដ្ឋខ្មែរដែលដាក់លុយបងលុយវិភាគទានឲ្យទៅបានស្អីទេចុងបញ្ចប់អត់ចាញ់បោកគេត្រឹមប៉ុណ្ណឹងតូចចិត្តប៉ុណ្ណឹងអត់ហើយសួរយើងតាំងពីយើងបង្កើតមកតែយើងបែរបានទៅសុំខ្ចីបុលទៅសុំអ្នកណាមកកាប់ម៉ាស៊ីនទេអត់មានទេអត់មានទាល់តែសោះអ្នកណាទៅប្រមូលគេទៅយកលុយពីគេអានឹងខុសពេញទីយើងអត់ទទួលខុសត្រូវទេព្រោះដំកភាសាខ្មែរជួយខ្មែរម្ដងជាតិគោលការណ៍ផែនការទីដៅគម្រោងរបស់យើងច្បាស់ណាស់មានថាវិការច្បាស់លាស់ណាស់អត់មានទៅប្រមូលលុយទៅសុំទានអ្នកណាទេអានឹងនិយាយឲ្យច្បាស់បាទលោកស្រីទីវិរៈអានឹងខ្ញុំចូលសំណួរឥឡូវខ្ញុំចូលមកអាបញ្ចប់ពីឯកឧត្តមប្រធានអនុសាសន៍គាត់ដាំផ្ញើតាមខ្ញុំឲ្យប្រាប់តែអាសែនលោកមនីមិនបាច់ចាក់ទេអាសម្លេងវានឹងខ្ញុំឲ្យវាពេលវេលាកាន់ទៅខ្ញុំមានសម្លេងខ្ញុំមានអាវានិយាយថាម៉េចទេណាលោកមនីមិនបាច់ចាក់ទេបាទកុំឲ្យយើងពេលវេលាកាន់ទៅហើយកន្លែងនេះឯកឧត្តមប្រធានលោកចង់ឆ្លើយទៅអាសែនមួយត្រង់វានិយាយមែនតើទៅវាបោះអាកាសកូនកាយខោវាអាម៉ណែតកន្លែងនេះណាគាត់ចង់ឆ្លើយទៅអាវាវានិយាយមិនខ្លះអាសែនវានិយាយថាអាម៉ណែតខ្លះវានិយាយថាអាសែនវាថាសម្លេងរបស់វានៅខ្លាំងណាស់សម្លេងម៉ណែតមិនលឺដូចសម្លេងវាទេគេតែងតែនិយាយថាជាសម្ដីសារិកាអួតវាទៀតវាថាសម្ដីវាសម្ដីអាសែនវាចង់អួតថាសម្លេងរបស់វាណាជាសម្លេងសារិកាអានេះបែបបញ្ចុះស្នែសារិកាលឹកថោងនឹងថ្មិញនៅមាត់កុំដឹងណាបាទវានិយាយអញ្ចឹងបាទហើយវាអាចនិយាយឲ្យមនុស្សយំបានប៉ុន្តែវាក៏អាចស្រែកឲ្យមនុស្សទាំងឡាយភ្ញាក់ហើយរត់ព្រាតក៏មានដែរអានឹងវានិយាយខ្លួនវាអញ្ចឹងអាសែនវានិយាយអញ្ចឹងមិនណែតមិនអាចមានសម្លេងបែបនឹងទេវាថាមិនណែតអត់មានសម្លេងបែបនឹងដូចវាទេបែបនឹងថាម៉េចចង់និយាយថាឲ្យគេយំឲ្យគេរត់ព្រាតបានណាមិនណែតវាអត់មានសម្លេងនឹងទេព្រោះសម្លេងរបស់វារាល់ថ្ងៃហ្នឹងក៏កំពុងតែខំហាត់រៀនដែរជាមួយវាកុំនិយាយសោះឪស្ដាច់ម៉ែស្ដាច់ក៏វាដាក់ដែរអានឹងវានិយាយណាវាចង់និយាយថាជាមួយអាយ៉ងហ៊ុនសែនជាមួយឪស្ដាច់ម៉ែស្ដាច់ក៏វាដាក់ដែរវាហើយវានិយាយទៀតវាថាខ្ញីកាន់តែចាស់កាន់តែហឹរអានឹងវានិយាយពីខ្ញីអានឹងវាចង់និយាយពីខ្ញីកាន់តែចាស់កាន់តែហើបានឃើញថាពីក្មេងខ្ញីវាមិនទាន់ហើទេចាស់កាន់តែហើឥឡូវនេះវាពីកាពីក្មេងវាមិនសូវខ្លាំងទេឥឡូវនេះវាកាន់តែខ្លាំងហើយវាចង់និយាយអញ្ចឹងអាកន្លែងនេះអានេះវានិយាយថាកាន់តែចាស់កាន់តែហឹរខ្ញីនេះខ្ញុំចង់យើងសួរទៅវាវិញខ្ញុំចង់សួរទៅអាសែនវិញថាចុះក្រូចឆ្មាផ្លែក្រូចឆ្មាវិញការនៅពីខ្ញីក៏ជូរដែរមិនអញ្ចឹងក្រូចឆ្មានៅពីខ្ញីនៅខ្ញីក៏ទៅជូរដែរដល់ផ្លែកាន់តែចាស់ទៅក៏កាន់តែជូរដែរមិនអញ្ចឹងអានឹងក្រូចឆ្មាប្រៀបបានទៅនឹងអាមសៀខ្វាំងឯងណាការនៅពីក្មេងថាត្រឹមតែភ្លើប៉ុណ្ណោះទេយើងចង់និយាយថាប្រៀបអាសែនទៅនឹងក្រូចឆ្មានៅពីខ្ចីក៏ជូរដល់ចាស់ទៅកាន់តែជូរឥឡូវនេះអាសែនការនៅពីក្មេងវាថាត្រឹមគេនិយាយថាវាត្រឹមតែភ្លើប៉ុណ្ណោះទេដល់កាន់តែចាស់ទៅអានេះភ្លើនោះភ្លើកាលពីនៅពីក្មេងវាមិនសូវភ្លើប្រមាណទេគ្រាន់តែភ្លើណាដល់កាន់តែចាស់ទៅភ្លើនោះភ្លើសែនមហាភ្លើអត់មានពីរក្នុងប្រទេសខ្មែរវានិយាយពីខ្ញីវានិយាយថាពីខ្ញីវាមិនសូវហឹរដល់តែខ្ញីហ្នឹងកាន់តែចាស់ទៅកាន់តែហឹរឥឡូវយើងយកប្រៀបវាទៅក្រូចឆ្មាវិញក្រូចឆ្មានៅពីខ្ចីជូរដល់ផ្លែកាន់តែចាស់ទៅក៏កាន់តែជូរប្រៀបដូចវាអញ្ចឹងកាលនៅពីក្មេងត្រឹមតែគេហៅថាភ្លើប៉ុណ្ណឹងទេដល់កាន់តែចាស់ទៅអានេះភ្លើនោះភ្លើសែនមហាភ្លើអត់មានពីរនៅក្នុងប្រទេសខ្មែរអានេះគេចង់បកស្រាយទៅអាសែនវិញអញ្ចឹងឥឡូវនិយាយពីអ្វីដែលវានិយាយប្រៀបធៀបអាម៉ណែតអត់ស្មើនឹងវាចំពោះសម្លេងឬសម្ដីរបស់វាបាទឯកឧត្តមប្រធានក៏មានប្រសាសន៍ខ្ញុំដកស្រង់យកពីប្រសាសន៍របស់ឯកឧត្តមប្រធានដើម្បីផ្ញើទៅអាសែនគឺថាបដៅវាបន្តិចចុះគាត់ចង់និយាយបដៅអាសែនបន្តិចចុះអាសែនវាបាននិយាយជាសាធារណៈថាអាម៉ណែត
សំឡេងមលឺដោយវាបានសេចក្តីថាមិនស្មើវាទេវាអាចធ្វើឲ្យមនុស្សយំបានឬវាអាចស្រែកឲ្យមនុស្សរត់ព្រាតបានគេទៅរត់ចែកផ្លូវគ្នាក៏មានដែរកន្លែងនេះយើងទទួលស្គាល់ថាវាធ្វើបានមែនវាស្រែកគេវាស្រែកទៅគេរត់មែនអានឹងពិតប្រាកដតែបានតែជាមួយពួកខ្សោយជាមួយពួកអន់ទេអាសែនប៉ុន្តែចំប្រើពាក្យរបស់គាត់ណាគាត់ប្រើពាក្យរបស់គាត់កុំឲ្យពួកអាសែនវាថាខ្ញុំប្រើពាក្យខ្ញុំប្រើពាក្យរបស់ឯកឧត្តមប្រធានសំទោសឯកឧត្តមប្រធានយកពាក្យឯកឧត្តមប្រធានធ្វើជាសារផ្ញើទៅអាសែនគាត់មានភាសាថ្មីទេប៉ុន្តែឯងថាសំឡេងឯងខ្លាំងចុះមកប៉ះសំឡេងដាំឆាត្រីដាក់ទៅឯងវិញ100វិញមិនក៏ឯងសងំជើនអញ្ចឹងអាសែនមិនហ៊ានកកមួយខេះផងទេរហូតដល់ធ្វើឲ្យពិបាកដល់គ្រួសារឯងទៅវិញឬអត់អាសែនហើយថាសំឡេងឯងខ្លាំងចុះសំឡេងដាំឆាត្រីវិញខ្លាំងឬអត់ឯងខ្លាំងបានត្រឹមតែស្រែកជំទាលឡូឡាបានត្រឹមតែនៅក្នុងប្រទេសអាណាចក្រឃាតករនេះទេព្រោះគេគ្មានសមត្ថភាពផ្លាស់ប្ដូរហើយមិនកើតហើយហ៊ានតែខ្លាំងជាមួយអន្តរជាតិសាកមើលអាសែនគ្មាននរណាមើលមុខឯងទេប៉ុន្តែចំពោះដាំឆាត្រីវិញនៅគេមើលមុខដោយលោកផាណូប្រៀបធៀបមិនស្មើនឹងរួមជើងអញ្ចឹងមិនអញ្ចឹងព្រោះគាត់កាន់ទ្រព្យសម្បត្តិគេតែងតាំងគ្រប់បែបយ៉ាងខ្ញុំមិននិយាយត្រឡប់មកវិញទេកុំឲ្យវាខាត់ពេលវេលាដោយលោកផាណូក៏ប្រៀបធៀបមិនអញ្ចឹងឯកឧត្តមប្រធានគាត់មានប្រសាសន៍ថាប៉ុន្តែចំពោះដាំឆាត្រីវិញនៅគេមើលមុខនៅលើអន្តរជាតិមិនបានជាយើងហ៊ានថាគេនៅមើលមុខយើងពីព្រោះឯងយកគេទៅសម្លាប់កាលពីថ្ងៃទី17ធ្នូ2010ឯងយកគេទៅបំបាក់ស្មារតីបំផ្លាញកិត្តិយសបំផ្លាញសេដ្ឋកិច្ចគេវាយគេមិនស្លាប់ផ្ដួលគេមិនដួលគេនៅតែខ្លាំងនៅលើឆាកអន្តរជាតិដដែលចុះមុខឯងវិញពេលដែលឯងដួលទៅមាននរណាមើលមុខឯងទៅថ្ងៃក្រោយទេកុំខ្លាំងពេកអាសែនឯងខ្លាំងបានតែជាមួយពួកអ្នកអន្តរហ៊ានតែខ្លាំងជាមួយយើងវិញនោះដំណាក់កាលចុងក្រោយបើយើងសម្រេចលេងនោះគឺឯងដួលព្រុសដូចយើងបាននិយាយកន្លងមកអញ្ចឹងកុំបង្ខំចិត្តណាអាសែនប្រយ័ត្នដាក់អត់រើសមុខហើយដល់ឯងចេញក្រៅដាក់បន្ទាក់ឯងទៀតដោយក្រុម300នេះហើយដែលអាសែនអត់ហ៊ានឆ្លើយព្រោះយើងបានបីបំបាក់គោលជំហររបស់វារួចទៅហើយបំបាក់គោលជំហរទី1គឺយើងហ៊ានធ្វើយើងមានមហិច្ឆតាធ្វើបង្ខំចិត្តយើងកុំបង្ខំចិត្តយើងស៊ីញេ2កន្លែងរួចទៅហើយនៅសល់តែ1កន្លែងទៀតទេគឺទឹកមឹកពណ៌ក្រហមព្រោះយើងជាអ្នកសម្រេចមិនដឹងមកណាផងចេញពីទិសណាក្នុងចំណោមទិសទាំង9ឬចេញមកទាំង9ទិសក្នុងពេលជាមួយគ្នាផងក៏ថាបានដែរអាសែនមិនងាយទប់ជាប់ពេលនោះបើទោះជាអាម៉ាណែតស្រែកស្នើសម្លេងស្រែកស្មើសម្លេងឯងបានក៏ដោយក៏បានត្រឹមតែបង្អើលពួកខ្មែរនៅខាងក្នុងនឹងដែរអាម៉ាណែតទៅស្រែកនៅអន្តរជាតិបានដូចដាំឆាត្រីឯណាបាននោះនេះជាកូនកំពៀខ្មែរអត់បានក្បត់ជឿខ្មែរហើយគេស្ដាប់ពេញពិភពលោកទៀតអាសែនវិនិយាយនេះចង់ប្រាប់គេឯងថាពេលវាងាប់ទៅអាម៉ាណែតអត់មាននរណាស្ដាប់វាទេទោះបីបានរៀនដល់កាហៃមេឃឯណាក៏ដោយបានន័យថាពេលវាងាប់ទៅបានគេថាអាសែនវាងាប់ទៅអាម៉ាណែតអត់ចង់ធ្វើនយោបាយមន្ត្រីតទៅទៀតទេពីព្រោះអីព្រោះអត់មានអ្នកណាស្ដាប់វាជាពិសេសប្រពន្ធកូនវានៅក្មេងស្ដាយទ្រព្យសម្បត្តិដែលបានមកពីប្លន់ហុតឈាមពុករលួយដូច្នេះអាម៉ាណែតវាមិនចង់ស្លាប់អញ្ចឹងហើយបានជាយុគទី9នេះអាឪចង់វាមានប្រភ្នូលខ្លាចគេធ្វើរដ្ឋប្រហារវាមិនតែប៉ុណ្ណោះឥឡូវវាដោះទ្រនាប់ជើងវាយក្បាលអាកូនខៅខោវាទៀតវាថាសំលេងចាញ់វាបានស្គាល់ថាអាម៉ាណែតវាអន់ស្ដាប់ទៅហាក់បីដូចជាអាសែនអត់ចង់ដាក់អាម៉ាណែតកូនកៅខោឲ្យធ្វើជានាយករដ្ឋមន្ត្រីទេតែចារកម្មទុនសាយសស្រីយួនប៊ុនរ៉ានីបញ្ជាឲ្យដាក់ប៉ុណ្ណោះបើមិនធ្វើតាមទេច្បាស់ជាចេតរយរកអំបិលប្រឡាក់មិនបានឥឡូវហើយអញ្ចឹងដាក់សិនទៅដល់ធ្វើមិនកើតវាស្រែកដូចយកទ្រនាប់ជើងវាយក្បាលនិងវាយចំកណ្ដាលមុខអាកូនកៅខោនឹងអញ្ចឹងបានន័យថាអត់ពីអាក្បត់ទៀតទៅមានអ្នកណាស្ដាប់អាម៉ាណែតអាកូនកៅខោនឹងទៀតទៅ
នឹងទៀតអស់មានអាសព្វទៀតទេបាទនេះជាសាររបស់ឯកឧត្តមប្រធានគាត់បានឲ្យខ្ញុំផ្ញើសារនេះទៅប្រាប់អាសែនឲ្យវាបានជ្រាបបាទកុំអួតពេកកុំក្អេងក្អាងពេកអីកុំសារិកាលឿនខោងអីនិយាយទៅចង់ឲ្យគេយំចង់ឲ្យគេរត់ព្រាតអីណាកុំយកសារិកាលឿនថោងនឹងទៅហើយលក់សារិកាលឿនថោងទប់ជាមួយដ្រូនអត់បានទេអាសែនว่าโดรนมีมือออกเคยบ่វាមកមិនទឹះមកអីទេវាមក9ទឹះว่าโดรนណាដែលគាត់មានភាសាមកអត់មានត្រឡប់ទៅវិញទេណាមកអត់មានត្រឡប់ទៅវិញទេណាគឺមកកំតិចយើងមើលបងអានឹងគេចង់និយាយថាជប៉ុនគេហៅថាអារ៉ាគីរីមកសម្លាប់ខ្លួនឯងមកโดรนគឺមកកំតិចហើយអត់ទៅវិញទេដូច្នេះ9ទឹះអាសែនអត់មានអីទប់កើតទេកុំខ្លាំងពេកកុំមើងងាយឃើញគេប្រាប់បានគេថាគេធ្វើធម្មទានគេចេះតែបដៅគេចេះនិយាយគេមិនចង់ប្រព្រឹត្តនៅក្នុងអំពើបាបណាបាទប៉ុន្តែអំពើបាបត្រូវតែប្រព្រឹត្តទៅពេលណាតែនិយាយមកហើយប្រើអតិចឲ្យមិនព្រមស្ដាប់ចង់បញ្ចប់នៅតែគាត់សម្រេចដដែលទេច្បាស់ណាស់គាត់បានមានប្រសាសន៍ហើយចង់បញ្ចប់នៅតែគាត់សម្រេចទេស្អីក៏ស្អីទៅគាត់មានប្រសាសន៍ថ្ងៃមុនហើយទៅជាស្អីក៏ទៅតែពេលគាត់សម្រេចហើយចឹងបានចេះនិយាយអាយួនក៏ចឹងដែរកុំឲ្យប្រើអាចុងក្រោយប្រើចុងក្រោយនេះធន់ជាទីបំផុតអត់មានចំណេញទេទៅទាំងអស់ខ្ញុំគាត់ប្រើពាក្យទៅទាំងអស់ស្អីខ្ញុំអត់និយាយយកទៅគិតខ្លួនឯងទៅតកូលហ៊ុនបាទលោកស្រីទីវីរ៉ាត់ខ្ញុំជូនតែប៉ុណ្្នឹងទេវាម៉ោងពេលកាន់តែវែងអញ្ចឹងបានខ្ញុំមិនអត់បកស្រាយចំណុចមួយអំណាចមួយផ្សេងទៀតបើអញ្ចឹងទេហួសពេលហួសវេលាច្រើនបាទអរគុណច្រើនសូមខន្តីអភ័យទោសដល់បងប្អូនជាប្រុសខ្មែរអ្វីដែលខ្ញុំជាមួយអាសែនមិញដែលខ្ញុំនិយាយហៅអាសែនអីមកហ្នឹងគឺថាឯងនេះអានេះជាចំពោះឯកឧត្តមប្រធានលោកបានប្រើប៉ុន្តែឯកឧត្តមប្រធានប្រើនេះដោយសារគឺមានអង្គហេតុវាចាប់គាត់យកទៅដាក់គុក7ខែចិត្តតែប៉ុនប៉នសម្រាប់គាត់ពាក្យគាត់ហៅហែងប៉ុណ្ណឹងអត់មានធនអីទាំងអស់បងប្អូនយកគេទៅធ្វើបាត់បាក់ស្មារតីគេដើម្បីសម្លាប់គេបង្អត់បាយគេគ្រប់បែបយ៉ាងដូចខ្ញុំបានជំរាបអញ្ចឹងដឹកមកដល់ប្រទេសថៃគេថាគាត់ស្លាប់បាត់ទៅហើយនិយាយប្រើពាក្យទៅគាត់និយាយចាក់លោកនឹងទៅបាត់ទៅហើយគេស្មានអញ្ចឹងគេយកដាក់កន្លែងតម្កល់សពនៅក្នុងពេទ្យហើយក៏ប៉ុន្តែចៃដន្យអ្នកដែលធ្វើការនៅកន្លែងហ្នឹងគេដើរទៅចិត្តទៅឃើញគាត់នៅមានដង្ហើមមកឡើយអញ្ចឹងហើយបានគេចាប់ដើមគឺថាព្យាបាលគាត់ឡើងវិញបញ្ជូនទៅពេទ្យគឺថានៅប្រទេសទៅអាល្លឺម៉ង់ដើម្បីថាមើលគាត់ថែរក្សាគាត់ឡើងវិញបានជាគាត់នៅមានអាយុដល់ថ្ងៃ